កម្ពុជាកំដរជានិច្ចបើចង់លេងរាជធានីភ្នំពេញកម្ពុជាមិនចង់ឲ្យមានបញ្ហាកាន់តែធ្ងន់ធ្ងរឡើងនោះទេប៉ុន្តែកម្ពុជាត្រូវតែឆ្លើយតបទៅវិញឲ្យតែថៃធ្វើសកម្មភាពមុនទោះថៃចង់លេងស្នៀតអីចង់ចេញតាមច្រកណាឬរហូតឈានដល់ប្រើប្រាស់កម្លាំងប្រដាប់អាវុធក៏ដោយក៏កម្ពុជាមិនខ្លាចការតដៃដែរនេះជាសាររបស់មេដឹកនាំកម្ពុជាប្រាប់ដល់ប្រជាជនខ្លួនប្រាប់ទៅភាគីថៃផងក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជាដែលត្រូវបានរៀបចំឡើងនៅខេត្តសៀមរាបនាព្រឹកថ្ងៃទី23ខែមិថុនាឆ្នាំ2025សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាថ្លែងដូចនេះថាកម្ពុជាអត់រញ៉េរញ៉ៃអត់ចង់លេងល្បែងជាមួយអ្នកណាទេតែបើអ្នកចង់លេងយើងកំដរល្បែងសេដ្ឋកិច្ចយើងកំដរល្បែងប្រជាប្រិយយើងកំដរខាងកងទ័ពក៏យើងកំដរដែរដូចគ្នាថៃបិទព្រំដែនមុនកម្ពុជាបិទវិញថៃមិនព្រមបើកព្រំដែនឲ្យតាមគោលការណ៍កម្ពុជាលែងនាំចូលបន្លែផ្លែឈើគ្រប់ប្រភេទថៃព្រមានផ្ដាច់អគ្គិសនីកម្ពុជាផ្ដាច់ចោលមុនចាំបាច់អីឲ្យថៃមកផ្ដាច់តន់ថៃព្រមានផ្អាកការនាំចូលប្រេងឬឲ្យកម្ពុជាសម្រេចបិទឈប់ឲ្យនាំចូលតែម្ដងកងទ័ពថៃបង្ហោះដ្រូនលើទឹកដីកម្ពុជាកងទ័ពកម្ពុជាបាញ់កុំទៅចោលជាមួយគ្នានេះកម្ពុជាត្រៀមកងទ័ពរួចហើយដើម្បីការពារទឹកដីក្នុងករណីកងទ័ពថៃជ្រៀងពៀនកម្ពុជាចាំតែធ្វើតាមក្រោយថៃតែប៉ុណ្ណោះប្រមុខរាជរដ្ឋាភិបាលកម្ពុជាប្រកាសថាកូនសោនៅនឹងថៃមានន័យថាចង់ដោះស្រាយបញ្ហាឬចង់ទុកចោលបញ្ហានៅតែបន្តគឺអាស្រ័យលើថៃខ្លួនឯងសូម្បីការបើកច្រកព្រំដែនក៏ដូចគ្នាបើថៃបើកវិញយ៉ាងយូរ5ម៉ោងក្រោយកម្ពុជានឹងបើកវិញដែរមកដល់ពេលនេះទំនាស់កម្ពុជាថៃពុំមានសញ្ញាធូរស្រាលឡើយក្រៅពីត្រៀមកងទ័ពតាមព្រំដែនរៀងខ្លួនហើយនោះទាំងមន្ត្រីអ្នកនយោបាយនិងថ្នាក់ដឹកនាំប្រទេសទាំងពីរបានផ្លោងពាក្យសម្ដីដាក់គ្នាទៅវិញទៅមកពីមួយថ្ងៃទៅមួយថ្ងៃថ្មីនេះថៃប្រកាសចង់ទម្លាក់កម្រិតទំនាក់ទំនងការទូតជាមួយនឹងកម្ពុជាបើថៃពិតជាធ្វើដូច្នេះមែនកម្ពុជាក៏មិននៅស្ងៀមដែរហើយនៅពេលនោះទំនាក់ទំនងរវាងប្រទេសទាំងពីរនៅតែយ៉ាប់យ៉ឺនថៃនឹងផ្ដាច់អ៊ីនធឺណិតតាមខ្សែកាបក្រោមសមុទ្រជាប់មកកាន់កម្ពុជាលោកស្រីផែថងឋានឈិនវត្តនាយករដ្ឋមន្ត្រីប្រទេសថៃបានទៅក្រសួងសេដ្ឋកិច្ច Digital និងសង្គម DE រួមទាំងមជ្ឈមណ្ឌលប្រតិបត្តិការបង្ក្រាបការឆបោកតាមអនឡាញ AOC ឲ្យផ្អាកការផ្ដល់សេវាអ៊ីនធឺណិតតាមខ្សែកាបលើដីរហូតសូម្បីសេវាអ៊ីនធឺណិតតាមខ្សែកាបក្រៅបាតសមុទ្រដែលបានភ្ជាប់មកកាន់កម្ពុជាក៏ត្រូវផ្អាកដែរលោកស្រីនិយាយចំតែម្ដងថាការផ្អាកសេវាអ៊ីនធឺណិតតាមខ្សែកាបក្រោមបាតសមុទ្រនេះគឺជាការផ្អាកសម្រាប់មន្ត្រីនិងភ្នាក់ងារសន្តិសុខរបស់កម្ពុជាបទបញ្ជារបស់នាយករដ្ឋមន្ត្រីថៃធ្វើឡើងនៅក្នុងកិច្ចប្រជុំស្ដីពីការបង្ក្រាបបទល្មើសឆ្លងដែនដែលប្រព្រឹត្តទៅនៅវិមានរាជរដ្ឋាភិបាលស្ដីទីគណៈរដ្ឋមន្ត្រីនារសៀលថ្ងៃច័ន្ទទី23ខែមិថុនាឆ្នាំ2025នេះកាសែតនានាក្នុងស្រុកថៃបានចុះផ្សាយអំពីរឿងនេះបន្ថែមពីនេះប្រមុខរាជរដ្ឋាភិបាលថៃថែមទាំងបញ្ជាឲ្យស៊ើបអង្កេតមកចត់លើគណៈនៃធនាគារដែលក្រុមជនសង្ស័យប្រើប្រាស់ក្នុងការផ្ទេរប្រាក់ឆ្លងដែនហេតុផលរបស់មេដឹកនាំថៃនៅក្នុងការដាក់ចេញវិធានការទាំងនេះគឺដើម្បីកាត់បន្ថយបទល្មើសឬអក្រិតកម្មផ្សេងៗតាមអ៊ីនធឺណិតដែលថៃចោទប្រកាន់ថាមានប្រភពចេញពីកម្ពុជាហើយរដាចូលទៅដល់ស្រុករបស់ខ្លួនមិនត្រឹមតែប៉ុណ្្នឹងទេលោកស្រីផែថងឋានឈិនវត្តនៅដាក់ចេញវិធានការមួយទៀតទៅកាន់ក្រសួងទេសចរគឺត្រូវរឹតបន្តឹងឲ្យខ្លាំងបើដឹងថាភ្ញៀវទេសចរណាធ្វើដំណើរតាមយន្តហោះមកកម្ពុជាដើម្បីលេងល្បែងលោកស្រីមិនអាចនិយាយអំពីជើងហោះហើរទាំងអស់ដែលចេញពីថៃមកកម្ពុជាទេគឺសំដៅទៅលើជើងហោះហើរតែមួយខ្សែប៉ុណ្ណោះគឺជើងហោះហើរពីថៃមកកាន់ខេត្តសៀមរាបប្រទេសកម្ពុជាសូមជម្រាបថាក្រោយផ្ទុះអាវុធដាក់គ្នានៅតំបន់មុំបីកម្ពុជាថៃក៏ចាប់ផ្ដើមចេះតែមានរឿងជាមួយគ្នារហូតជាហូរហែពីមួយទៅមួយរហូតសូម្បីតែអ៊ីនធឺណិតនិងអគ្គិសនីក៏ថៃយកមកគម្រាមកម្ពុជាដែរកន្លងមកគ្រាន់តែឮថាថៃប្រមានផ្ដាច់អ៊ីនធឺណិតតាមខ្សែកាបលើដីនិងអគ្គិសនីដែលភ្ជាប់មកសហគមន៍កម្ពុជាមួយចំនួនតាមព្រំដែនអាជ្ញាធរកម្ពុជាក៏បានចុះទៅកាត់ខ្សែអ៊ីនធឺណិតនិងអគ្គិសនីទាំងនោះចេញតែម្ដងហើយតបភ្ជាប់គុតគង់ជូនប្រជាពលរដ្ឋដោយខ្លួនឯងវិញ ទ
គេមិនទាន់ដឹងថាការប្រកាសរបស់ភាគីថៃអំពីការផ្តាច់សេវាអ៊ីនធឺណិតតាមខ្សែកាបក្រោមបាតសមុទ្រនៅពេលនេះភាគីកម្ពុជានឹងឆ្លើយតបទៅវិញយ៉ាងណានោះទេចំពោះការចោទប្រកាន់របស់ប្រទេសថៃថាកម្ពុជាជាកន្លែងសម្បូរបទល្មើសអនឡាញនេះលោកប៉ែនបូណាអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានចេញមកប្រតិកម្មតាមរយៈសំណេរលើបណ្ដាញសង្គមថាថៃកំពុងតែខិតខំបិទបាំងរូបភាពអាក្រក់របស់ខ្លួនហើយព្យាយាមបង្កាច់បង្ខូចមកកាន់កម្ពុជាអ្នកនាំពាក្យយោធាថៃបិទច្រកព្រំដែនឆុងសៃតាគូព្រោះកម្ពុជាប្រមូលផ្ដុំទ័ពនិងដាក់ពង្រាយអាវុធធុនធ្ងន់នៅតាមបណ្ដាព្រំដែនបាងកកប្រទេសថៃអ្នកនាំពាក្យកងទ័ពភូមិន្ទថៃបានអះអាងថាកម្ពុជាបង្កើនវត្តមានយោធានិងសព្វាវុធតាមបណ្ដាព្រំដែនដូច្នេះយោធាថៃសម្រេចចិត្តបិទច្រកព្រំដែនឆុងសៃតាគូដើម្បីសុវត្ថិភាពជនស៊ីវិលនេះបើយោងតាមសារព័ត៌មានថៃ The Nation នៅថ្ងៃច័ន្ទទី23ខែមិថុនាឆ្នាំ2025នេះលោកវិនថៃសូរាវីអ្នកនាំពាក្យកងទ័ពភូមិន្ទថៃបានបញ្ជាក់ពីការសម្រេចចិត្តបិទច្រកទ្វេពាណិជ្ជកម្មអន្តរជាតិជុកកូគីសៃតាគូហៅថាឆុងសៃតាគូក្នុងខេត្តបារីរំកាលពីថ្ងៃអាទិត្យទី22ខែមិថុនាឆ្នាំ2025ដោយលើកពីកង្វល់សន្តិសុខជាតិអ្នកនាំពាក្យរូបនេះថាវិធានការនេះត្រូវបានគិតគូរយ៉ាងយកចិត្តទុកដាក់និងអនុវត្តដោយអង្គភាពយោធានៅក្នុងតំបន់ដោយផ្អែកលើការវិតម្លៃសន្តិសុខយ៉ាងហ្មត់ចត់អ្នកនាំពាក្យយោធាថៃរូបនេះបានបញ្ជាក់ថានាពេលថ្មីមានការបង្ហាញអំពីការកើនឡើងនៃចលនាកងទ័ពកម្ពុជានិងដាក់ពង្រាយបរិខាយោធាតាមផ្នែកផ្សេងៗនៅតំបន់ព្រំដែនដែលបង្កើនការព្រួយបារម្ភអំពីសុវត្ថិភាពរបស់ជនស៊ីវិលថៃនៅក្នុងសហគមន៍ក្បែរនោះការបិទនេះស្របតាមគោលនយោបាយសន្តិសុខព្រំដែនរបស់រាជរដ្ឋាភិបាលថៃនិងអនុវត្តតាមគោលការណ៍ណែនាំដែលកំណត់នៅក្នុងក្រមការងារគ្រប់គ្រងស្ថានភាពព្រំដែនកម្ពុជាថៃដែលបម្រើយន្តការកណ្ដាលរបស់ប្រទេសថៃសម្រាប់ការគ្រប់គ្រងប្រតិបត្តិការតាក់ទងនឹងព្រំដែនក្នុងលក្ខណៈបង្រួបបង្រួមនិងសម្របសម្រួលសងសឹកការផ្អាកនាំចូលប្រេងថៃហាម៉ូតូនិងរមាក់រុញគ្រប់ប្រភេទរបស់កម្ពុជាមិនឲ្យឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យចំនួន5ថៃប្រកាសវិធានការសងសឹកមកលើកម្ពុជាដោយដាក់បម្រាមហាមមិនឲ្យម៉ូតូគ្រប់ប្រភេទនិងម៉ូតូសណ្ដោងរមាក់និងរទេះរុញដែលមានស្លាកលេខកម្ពុជាចូលនៅក្នុងប្រទេសថៃតាមប៉ុស្តិ៍ត្រួតពិនិត្យចំនួន5នេះបើតាមការចុះផ្សាយរបស់កាសែតថៃ Khao Short នៅថ្ងៃទី23ខែមិថុនានេះប៉ុស្តិ៍ត្រួតពិនិត្យហាមឃាត់ទាំងអស់រួមមានច្រកខ្លងលឹកស្ពានមិត្តភាពកម្ពុជាថៃបាននងអៀនស្ទឹងបតភ្នំដីខៅឌិនតាប្រយ៉ានិងច្រកនងព្រឺវិធានការនេះចូលជាធរមាននៅថ្ងៃទី23ខែមិថុនាឆ្នាំ2025នៅវេលាម៉ោង5ព្រឹកតទៅដើម្បីតបទៅនឹងការប្រកាសរបស់កម្ពុជាជុំវិញការផ្អាកការនាំចូលប្រេងនិងអូស្មန်ពីប្រទេសថៃស្ថានភាពនៅច្រកខ្លងលឹកខេត្តស្រះកែវកាន់តែតានតឹងដោយមន្ត្រីភាគីសងខាងបានពិភាក្សាគ្នាដើម្បីបញ្ជាក់ទៅដល់ពលករខ្មែរដោយថាពួកគេអាចចតយានយន្តនៅលើទឹកដីកម្ពុជាហើយឆ្លងដែនដោយថ្មើរជើងចូលក្នុងទឹកដីថៃបានជាធម្មតាយ៉ាងណាមិញមិនទាន់មានសេចក្តីប្រកាសណាមួយបញ្ជាក់ថាការហាម5នេះនឹងបញ្ចប់នៅពេលណាឬរយៈពេលយូរប៉ុណ្ណានោះឡើយអ្នកនាំពាក្យផ្ដាំទៅបុគ្គលិកក្រុមហ៊ុនប្រេងឥន្ធនៈ PTT កុំបារម្ភរឿងអត់ការងារធ្វើក្រសួងត្រៀមរួចជាស្រេចក្នុងការជួយរាជធានីភ្នំពេញក្រុមហ៊ុនប្រេងឥន្ធនៈថៃ PTT ដែលមានវត្តមាននៅក្នុងកម្ពុជាគឺមានបុគ្គលិកខ្មែរជាច្រើនអ្នកកំពុងបម្រើការងារដែលមានភាពតានតឹងរវាងកម្ពុជានិងថៃការនាំចូលប្រេងឥន្ធនៈនិងអូស្មန်គ្រប់ប្រភេទពីប្រទេសថៃត្រូវបានផ្អាកទាំងស្រុងចាប់ពីថ្ងៃទី22ខែមិថុនាឆ្នាំ2025យ៉ាងណាក្នុងរឿងនេះលោកសុនមេសាអ្នកនាំពាក្យក្រសួងការងារនិងបណ្ដុំបណ្ដាលវិជ្ជាជីវៈថ្លែងប្រាប់សារព័ត៌មាន SBM News តាមរយៈទូរស័ព្ទនៅព្រឹកថ្ងៃទី23ខែមិថុនាឆ្នាំ2025នេះថាក្រុមហ៊ុនប្រេងឥន្ធនៈ PTT នឹងបិទប្រតិបត្តិការដែរឬអត់តែអ្នកនាំពាក្យសង្កត់ធ្ងន់ថាមិនថាបុគ្គលិក PTT ឬបងប្អូនប្រជាពលរដ្ឋខ្មែរនៅក្នុងស្រុកឬក្រៅស្រុកនោះទេសូមកុំមានការព្រួយបារម្ភនៅក្នុងរឿងអត់ការងារធ្វើក្រសួងបានត្រៀមខ្លួនរួចជាស្រេចហើយនៅក្នុងការចាំជួយលោកសុនមេសាគូបញ្ជាក់ថាបុគ្គលិក PTT ទាំងអស់បើសិនចង់ស្វែងរកការងារថ្មីគាត់អាចមកដាក់ពាក្យស្វែងរកការងារនៅទីភ្នាក់ងារជាតិមុខរបរនិងការងារបានឬក៏អាចខលតាក់ទងមកលេខ1297
បន្ថែមពីនេះអ្នកនាំពាក្យក្រសួងការងារបន្តថាគិតត្រឹមថ្ងៃសុក្រសប្តាហ៍មុនកម្ពុជាមានឱកាសការងារ 25,000 នាក់កន្លែងរួមមានវិស័យឧស្សាហកម្មវិស័យកសិកម្មនិងវិស័យធុរកិច្ចសូមជម្រាបថាកាលពីយប់ថ្ងៃទី 22 ខែមិថុនាឆ្នាំ 2025 ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានគូបញ្ជាក់ថាចាប់ពីម៉ោង 12 យប់ថ្ងៃទី 22 ខែមិថុនានេះតទៅការនាំចូលប្រេងឥន្ធនៈនិងឧស្ម័នគ្រប់ប្រភេទពីប្រទេសថៃត្រូវបានផ្អាកទាំងស្រុងសម្ដេចធិបតីនាយករដ្ឋមន្ត្រីរំលេចបន្ថែមថាបណ្ដាក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជាមានលទ្ធភាពនាំចូលប្រេងឥន្ធនៈនិងឧស្ម័នពីប្រភពផ្សេងគ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់នៅក្នុងស្រុករបស់ប្រជាពលរដ្ឋកុំថាឡើយត្រឹមតែមួយខែទោះជារឿងរហូតក៏មិនមានបញ្ហាគូបញ្ជាក់ឲ្យដឹងផងដែរថានៅក្នុងឆ្នាំ 2025 នេះកម្ពុជានិងថៃចាប់ផ្ដើមមានភាពតានតឹងដាក់គ្នាចាប់តាំងពីថ្ងៃទី 28 ខែឧសភាឆ្នាំ 2025 ជាពិសេសថ្ងៃដែលទាហានថៃបានចូលទៅបាញ់រះនៅក្នុងកងកម្លាំងយោធារបស់កម្ពុជាដែលកំពុងឈរជើងប្រចាំនៅតំបន់ព្រំដែនមុំបីនៅខេត្តព្រះវិហារនៅភូមិតេជោមរកតឃុំមរកតស្រុកចំខ្សានខេត្តព្រះវិហារនៅក្នុងហេតុការណ៍នោះបណ្ដាលឲ្យយោធិនកម្ពុជាម្នាក់ឈ្មោះសូនរ៉ូនទទួលមរណភាពក្រោយហេតុការណ៍នេះភាគីថៃចាប់ផ្ដើមផ្លាស់ប្ដូរម៉ោងចេញចូលតាមច្រកព្រំដែនដែលជាប់នឹងជាមួយនឹងកម្ពុជាដោយឯកតោភាគីពលគឺធ្វើតាមចិត្តខ្លួនឯងដោយមិនជម្រាបជូនភាគីកម្ពុជាឲ្យដឹងមុនឡើយកងយុទ្ធពលខេមរៈភូមិន្ទនៃព្រះរាជាណាចក្រកម្ពុជាសម្ដែងការព្រួយបារម្ភខ្លាំងចំពោះហេតុការណ៍ដែលបានកើតឡើងនៅព្រឹកថ្ងៃទី 22 ខែមិថុនាឆ្នាំ 2025 នៅវេលាម៉ោង 7:30 នាទីព្រឹកដែលមានសកម្មភាពទាហានថៃចំនួន 3 នាក់បានដឹកនាំក្រុមអ្នកជិះកង់ជនជាតិថៃប្រមាណជា 150 នាក់ចូលមកក្នុងបរិវេណប្រាសាទតំបន់ធំដោយមិនបានជូនដំណឹងមកភាគីកម្ពុជាជាមុនសកម្មភាពនេះគឺជាការបំពេញយ៉ាងច្បាស់លើកិច្ចព្រមព្រៀងរវាងភាគីទាំងពីរដែលបានកំណត់ពេលវេលាជាក់លាក់អំពីការបើកឲ្យចូលប្រាសាទចាប់ពីម៉ោង 9 ព្រឹកបិទវិញនៅម៉ោង 3 រសៀលកិច្ចព្រមព្រៀងដដែលនេះគឺបានកំណត់ថាប្រសិនបើមានករណីសុំពន្យាពេលឬការរៀបចំពិសេសណាមួយភាគីទាំងពីរត្រូវតែជូនដំណឹងនឹងឯកភាពគ្នាជាមុនដើម្បីធានាបាននូវការសម្របសម្រួលដោយរលូននិងទប់ស្កាត់ការយល់ច្រឡំណាមួយកើតឡើងបន្ទាប់ពីប្រទេសឃើញស្ថានភាពខុសប្រក្រតីបែបនេះកងទ័ពកម្ពុជាបានធ្វើអន្តរាគមន៍ភ្លាមៗប្រកបដោយការទទួលខុសត្រូវយោគយល់និងវិជ្ជាជីវៈខ្ពស់ដោយបានរំលឹកភាគីថៃឲ្យគោរពខ្លឹមសារនៃកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាហើយជាលទ្ធផលក្រុមអ្នកជិះកង់ទាំងនោះក៏បានចាកចេញពីតំបន់ប្រាសាទដោយមិនមានហេតុការណ៍អ្វីកើតឡើងទេកម្ពុជាស្នើឲ្យភាគីថៃប្រកាន់ខ្ជាប់នឹងលក្ខខណ្ឌនៃកិច្ចព្រមព្រៀងដែលមានស្រាប់ឲ្យបានម៉ឺងម៉ាត់ប្រកបដោយតម្លាភាពនិងភាពស្មោះត្រង់ការអនុលោមតាមកិច្ចព្រមព្រៀងនេះមានសារៈសំខាន់ណាស់នៅក្នុងការជឿជាក់និងការគោរពគ្នាទៅវិញទៅមកជៀសវាងការយល់ច្រឡំមិនចាំបាច់និងទប់ស្កាត់ឧបទ្ទវហេតុជាអកុសលទាំងឡាយជាលទ្ធផលដែលភាគីកម្ពុជាមិនចង់ឃើញកងយុទ្ធពលខេមរៈភូមិន្ទនេះព្រះរាជាណាចក្រកម្ពុជាសូមបញ្ជាក់សារជាថ្មីពីការបដិញ្ញាចិត្តមិនរារេពីការការពារបូរណភាពទឹកដីរបស់ខ្លួននិងគ្រប់គ្រងស្ថានភាពប្រាសាទតាម៉ុនធំដោយសន្តិវិធីនិងប្រកបដោយការទទួលខុសត្រូវនិងវិជ្ជាជីវៈខ្ពស់រាល់វិធានការទាំងឡាយណាដែលបានអនុវត្តគឺសុទ្ធតែស្របច្បាប់កិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់នៅក្នុងគោលបំណងរក្សាបាននូវបរិយាកាសអំណោយផលដល់សន្តិភាពសន្តិសុខកិច្ចសហប្រតិបត្តិការនៅតំបន់ព្រំដែនដើម្បីពង្រឹងទំនាក់ទំនងមិត្តជិតខាងល្អនិងនាំមកនូវផលប្រយោជន៍សម្រាប់ប្រជាជនប្រទេសទាំងពីរអ្នកនាំពាក្យក្រសួងការពារជាតិនៅថ្ងៃទី 22 ខែមិថុនាឆ្នាំ 2025រដ្ឋមន្ត្រីក្រសួងវប្បធម៌កម្ពុជាថៃសាងសង់ប្រាសាទនៅវត្តភុងម៉ាន់ហ្វាគឺជាការចម្លងប្លង់ពីប្រាសាទអង្គរវត្តជាការបំពេញយ៉ាងធ្ងន់ធ្ងររាជធានីភ្នំពេញលោកជំទាវបណ្ឌិតសភាចាភឿងសក្កណារដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានលើកឡើងថាការកសាងប្រាសាទសីហនគរនៅក្នុងវត្តភូមិម៉ាន់ហ្វាមានទីតាំងនៅខេត្តបូរេរុំប្រទេសថៃដោយចម្លងប្លង់ពីប្រាសាទអង្គរវត្តគឺជាការបំពេញលើអត្តសញ្ញាណនិងព្រលឹងវប្បធម៌ជាតិខ្មែរការលើកឡើងរបស់លោកជំទាវបណ្ឌិតសភាចាបែបនេះគឺនៅក្នុងការអញ្ជើញចូលរួមជាអធិបតីភាពនៅក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី40របស់គណៈកម្មាធិការ ICC អង្គរសម្បូរព្រៃគុកធ្វើឡើងរយៈពេល2ថ្ងៃគឺនៅថ្ងៃទី 19 ដល់ថ្ងៃទី 20 ខែមិថុនាឆ្នាំ 2025
កិច្ចប្រជុំនេះដឹកនាំដោយសហប្រធានបច្ចេកទេសគណៈកម្មការ ICC អង្គរនិងសម្បូរព្រីកុកដោយលោក Kensuke Nagas អនុប្រធានបេសកកម្មជប៉ុននិងលោក Priya Vincent ទីប្រឹក្សាផ្នែកវប្បធម៌របស់ស្ថានទូតបារាំងក្រមអធិបតីភាពរបស់លោកជំទាវបណ្ឌិតសភាចាភឿងសក្កណានិងជាប្រធានក្រុមប្រឹក្សាពិបាលនាអាជ្ញាធរជាតិអប្សរាដោយក្រុមជំនាញជាតិនិងអន្តរជាតិនិងពិនិត្យពិភាក្សាតាមដានលើកិច្ចការពារសង្គ្រោះនិងអភិរក្សប្រាសាទបុរាណជាច្រើននៅក្នុងរមណីយដ្ឋានអង្គរនិងសម្បូរព្រីកុកលោកជំទាវបណ្ឌិតសភាចាភឿងសក្កណាបានលើកយកប្រាសាទសីហនគរនៅក្នុងវត្តភូមិម៉ាន់ហ្វាដែលមានទីតាំងនៅខេត្តបូរីរួមប្រទេសថៃដោយចម្លងប្លង់ពីប្រាសាទអង្គរវត្តគឺជាការបំពេញទាំងស្រុងទៅនឹងកាតព្វកិច្ចនៅក្នុងនាមជារដ្ឋភាគីនិងអនុសញ្ញាបេតិកភណ្ឌពិភពលោកឆ្នាំ1972បំពេញទៅលើតម្លៃលេខធ្លោជាសកលនិងសភាពដើមនៃរមណីយដ្ឋានអង្គរបំពេញទៅលើអត្តសញ្ញាណនិងព្រលឹងជាតិវប្បធម៌ខ្មែរនិងការកង្វះខាតផ្នែកសិលធម៌បេតិកភណ្ឌយ៉ាងធ្ងន់ធ្ងរ